ថ្មីនេះយោងតាមសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយថាភាគីរបស់ថៃបានបញ្ជូនទាហានឈុតខ្មៅរបស់ខ្លួនទៅកាន់ភ្នំមរណៈដើម្បីប្រមាញ់មេក្រុមផ្ដាច់ខ្លួននៅភាគខាងត្បូងស្ថានភាពនៅភាគខាងត្បូងនៃប្រទេសថៃបានឈានដល់កម្រិតតានតឹងបំផុតហើយក្រោយការវាយប្រហារនៅខេត្តនរាធិវត្តន៍ដើម្បីផ្ដាច់ជីវិតក្រុមទាហានរបស់ថៃចំនួន4នាក់ដោយនៅពេលនេះថៃបានបញ្ជូនក្រុមទាហានឈុតខ្មៅរបស់ខ្លួនដើម្បីឡើងទៅកាន់ភ្នំមរណៈដែលជាប់នឹងព្រំប្រទល់នៃខេត្តចំនួន3គឺខេត្តយ៉ាឡាខេត្តផាថានីនិងខេត្តនរាធិវត្តន៍ដើម្បីចាប់ខ្លួនមេក្រុមផ្ដាច់ខ្លួនចំនួន4នាក់ដែលនៅពីក្រោយអំពើហិង្សាដល់សាហាវកន្លងមកផងដែរយោងតាមការចុះផ្សាយរបស់ Amarin TV នៅកាលពីថ្ងៃអាទិត្យទី26កក្កដា2026ដោយបានលើកឡើងថាមេបញ្ជាការភូមិភាគ4របស់ថៃបានជឿជាក់ថាមេក្រុមផ្ដាច់ខ្លួនបានប្រើភ្នំមរណៈគឺជាទីបញ្ជាការនិងលាក់ខ្លួនហើយក្នុងនោះផងដែរលោកបានជឿជាក់ថាមានសមាជិកចន្លោះពី28នាក់ទៅ30នាក់ដែលធ្វើការចែកចេញជា6ទៅ7ក្រុមក្នុងប្រតិបត្តិការនេះផងដែរក្រុមទាហានឈុតខ្មៅរបស់ថៃត្រូវបានធ្វើការបែងចែកជា2ក្រុមដែលមួយក្រុមគឺឡើងទៅលើភ្នំមរណៈនិងមួយក្រុមទៀតគឺនៅខាងក្រោមដើម្បីត្រៀមខ្លួន24ម៉ោងលើ24ម៉ោងក្នុងគោលបំណងល្បាតតាមភូមិជាប់នឹងជើងភ្នំដើម្បីធ្វើការស្ទាក់ចាប់នៅក្រុមប្រឆាំងទៅនោះផងដែរយ៉ាងណាក៏ដោយត្រូវបានគេជឿជាក់ថាទាំងនេះគឺមិនមែនជារឿងងាយស្រួលនោះឡើយពីព្រោះតែក្រុមសកម្មប្រយុទ្ធទាំងនោះសុទ្ធសឹងជាមេតបព្រៃដែលមានជំនាញស្គាល់ភូមិសាស្ត្រយ៉ាងច្បាស់ហើយការបញ្ជូនទាហានជុតខ្មៅរបស់ថៃចូលទៅប្រមាញ់ពួកគេទាំងនោះគឺប្រឈមនឹងហានិភ័យខ្ពស់ដែលប្រៀបបាននឹងការដើរចូលអន្ទាក់មរណៈអញ្ចឹងផងដែរក្រុមអ្នកជំនាញបានធ្វើការគិតគូរទុកជាមុនថាប្រសិនបើភាគីទាំងសងខាងប៉ះទង្គិចគ្នាមែននោះការប្រយុទ្ធទ្រង់ទ្រាយធំនឹងផ្ទុះឡើងដោយសារតែក្រុមផ្ដាច់ខ្លួនដែលមានអាវុធនិងគ្រាប់បែកដៃដែលអាវុធទាំងនោះដែលពួកគេមានមួយចំនួននោះគឺក្រុមផ្ដាច់ខ្លួនបានវាយយកមកពីកងកម្លាំងរបស់ថៃតែម្ដងផងដែរ